តើអ្នកធ្លាប់មានអារម្មណ៍ដូចជាកំពុងរអិលឆ្ងាយតាមជីវិតប៉ុន្តែពិតទៅមិនបានចូលកាន់អ្នកដែលអ្នកចង់ខ្លាយជាមនុស្សនោះទេយើងជាធម្មតារអិលចូលស្ថានភាពនេះនៅពេលដល់ឆ្នាំថ្មីអ្នកគិតថាអ្នកនឹងបោះបង់ចោលអាក្រក់ទាំងអស់ដែលកំពុងធ្វើហើយចាប់ផ្ដើមធ្វើអ្វីល្អៗជាច្រើនលើកនេះវានឹងខុសពីមុនអ្នកនិយាយទៅនឹងខ្លួនឯងលើកនេះខ្ញុំនឹងធ្វើអ្វីដែលខ្ញុំបានសន្យាចេញពីមាត់ប៉ុន្តែក្រោយពេលមួយរយៈអ្នកត្រឡប់មកកន្លែងដើមវិញហើយមិនគិតចិត្តទៅកាន់សុបិនរបស់អ្នកសំណួរគឺតើយើងអាចខ្លាចជាមនុស្សដែលយើងស្រមៃទៅខ្លាចជានរណាដោយម្ដេចយើងអាចបកបង់អាក្រក់ហើយបង្កើតអ្វីដែលល្អដែលឲ្យវាធ្វើដែលស្វ័យប្រវត្តិនោះទេសិភៅ Atomic Habits ដោយលោក James Clear បានឆ្លើយសំណួរទាំងនេះក្នុងសេចក្តីសង្ខេបរូបភាពនេះយើងនឹងចូលស្វែងយល់អំពី what អាកប្បកិរិយា habit loops dopamine spike ការរៀបចំបរិយាកាសរបស់អ្នកហើយជាច្រើនទៀតនៅចុងវីដេអូយើងនឹងប្រមូលអ្វីគ្រប់គ្នាមកស្រង់ជាការណែនាំជាក់លាក់ពីរបៀបដែលអ្នកអាចអនុវត្តវានៅក្នុងជីវិតផ្ទាល់ខ្លួនគំនិតសំខាន់ការផ្លាស់ប្ដូរតិចតួចនៃអាកប្បកិរិយាដល់ទៅ 1% ប្រចាំថ្ងៃអាចបង្កើតជាប្រសិទ្ធភាពយ៉ាងខ្លាំងនៅរយៈពេលវែងជីវិតមិនមែនផ្លាស់ប្ដូរដោយសកម្មភាពឃុំធំនោះទេប៉ុន្តែដោយការលើកជំហានតិចៗជាបន្តបន្ទាប់មិនគួរផ្ដោតទៅលើគោលដៅដោយឡែកដែលណាតែគួរផ្ដោតទៅលើប្រព័ន្ធដែលនាំឲ្យបានលទ្ធផលនោះការផ្លាស់ប្ដូរប្រព្រឹត្តការត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរអត្តសញ្ញាណដូចជាខ្ញុំជាមនុស្សដែលមិនមែនខ្ញុំចង់ទេទម្លាប់របស់អ្នកគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកច្បាប់4ប្រើសម្រាប់បង្កើតទម្លាប់ថ្មី1ធ្វើឲ្យវាព្រមញញឹម make it obvious បង្កើត habit scorecard ប្រើគន្លឹះ I will behave here at time in location habit stacking បន្ទាប់ពីទម្លាប់ចាស់ខ្ញុំនឹងទម្លាប់ថ្មី2ធ្វើឲ្យមានការចាប់អារម្មណ៍ make it attractive ប្រើការរួម temptation bundling ចូលរួមក្រុមដែលមានទម្លាប់ដែលអ្នកចង់មានបង្កើតការចង់បានដោយសារ dopamine anticipation 3ធ្វើឲ្យមានងាយស្រួល make it easy ប្រើ 2-minute rule កាត់បន្ថយការជង្ហួនរៀបចំបរិយាកាសមុនពេលធ្វើទម្លាប់ទី4ធ្វើឲ្យពេញចិត្ត make it satisfying ប្រើ habit tracker ប្រើការត្រួតពិនិត្យពីអ្នកដទៃប្រើ habit contract សន្យាថាមិនខកខានពីថ្ងៃជួបគ្នា never miss twice ឧទាហរណ៍ជាក់ស្ដែងពីអ្នកនិយាយចាប់ផ្ដើមហាត់ប្រាណដោយដាក់ឧបករណ៍ហាត់ប្រាណលើជាន់ក្រោម habit stacking បន្ទាប់ពីដំណេរឡើងដាក់ស្បែកជើងហាត់ប្រាណបង្កើត habit តិចតួចជាទៀងទាត់ដូចជាអានមួយទំព័រសម្រាប់ការកាត់បន្ថយទម្លាប់អវិជ្ជមានដូចជាជំពាក់$10ប្រសិនបើប្រើសង្គមពេលធ្វើការបង្កើតការរំលឹកបរិយាកាស priming environment ដាក់ស្បែកជើងបន្ទាក់យូហ្គានិងឧបករណ៍ហាត់ប្រាណចេញមុនពេលគេង